បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកអំពី tip នៃការថែទាំឬក៏ការត្រួតពិនិត្យមុនពេលយើងធ្វើដំណើរចេញទៅក្រៅឬក៏ទៅខេត្តឬក៏ដំណើរកម្សាន្តផ្សេងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានចំណុចខ្លះដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកប្រើប្រាស់ទាំងអស់គ្នាអំពីការត្រួតពិនិត្យមុនពេលចេញដំណើរទៅទីតាំងឬក៏ចេញដំណើរទៅកន្លែងឆ្ងាយអញ្ចឹងទី1ដែលយើងត្រូវការត្រួតពិនិត្យនោះគឺប្រព័ន្ធទឹកស្អំអញ្ចឹងនៅលើរថយន្តរបស់យើងគឺវាមានកំប៉ុងទឹកស្អំបែបនេះអញ្ចឹងនៅលើកំប៉ុងទឹកស្អំគឺវាមានកម្រិតដែលវាបង្ហាញថា maximum ហើយនិង minimum ដូចនៅក្នុងរូបនេះអញ្ចឹងពាក់ព័ន្ធជាមួយនឹងទឹកស្អំនេះជាទូទៅប្រសិនបើវាស្ថិតនៅក្រោមអាសូរ maximum មានន័យថាទឹកស្អំនេះគឺវាខ្វះប៉ុន្តែបើវាស្ថិតនៅកម្រិតបែបនេះឬក៏ត្រឹមអាសូរ maximum មានន័យថាកម្រិតទឹកស្អំហ្នឹងគឺគ្រប់គ្រាន់ហើយយើងមិនបាច់ចាក់ថែមទេអញ្ចឹងណាបងប្អូនចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងប្រេងប្រាំងអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រេងប្រាំងក៏នៅលើកំប៉ុងប្រេងប្រាំងមានកម្រិតរបស់វាដែរជាទូទៅប្រេងប្រាំងគឺវាអត់បាត់បង់ឬក៏វាអត់ស្រកទេនៅក្នុងករណីដែលវាស្រកឬក៏វាបាត់បង់ច្រើនគឺមានន័យថាប្រព័ន្ធហ្វ្រាំងរបស់យើងមានការលេចជ្រាបហើយអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌវាស្រកនៅកម្រិតក្រោមអាសូរ maximum នេះឬក៏ minimum នេះមានន័យថាវាស្ថិតនៅចន្លោះមួយដែលយើងអាចសម្គាល់ថាស្បែកប្រាំងរបស់យើងវាសឹកឬក៏អត់អញ្ចឹងមានន័យថានៅពេលដែលស្បែកប្រាំងយើងរាងសឹកកម្រិតប្រេងប្រាំងវានឹងស្រកចុះក្រោមជាងនឹងបន្តិចប៉ុន្តែបើសិនជាក្នុងលក្ខខណ្ឌប្រេងប្រាំងរបស់យើងវាបាត់វាស្រកនៅក្រោមអាសូរ maximum នោះទៀតអញ្ចឹងមានន័យថាប្រព័ន្ធហ្វ្រាំងរបស់យើងមានការលេចជ្រាបហើយអញ្ចឹងយើងគួរតែយកទៅខាងសវិសដើម្បីត្រួតពិនិត្យមើលថាតើវាមានលេចជ្រាបនៅត្រង់ចំណុចណាមួយចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងកម្រិតប្រេងម៉ាស៊ីនកម្រិតប្រេងម៉ាស៊ីនគឺវាមានកន្លែងសម្រាប់ដកមើលបែបនេះជាទូទៅដើម្បីមើលកម្រិតប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវគឺតម្រូវឲ្យការចតឡានរបស់យើងនៅទីតាំងរាបស្មើទី1ទី2យើងត្រូវផលិតម៉ាស៊ីនទុកឲ្យរយៈពេល5នាទីដើម្បីឲ្យប្រេងម៉ាស៊ីនដែលបានបាចសាចនៅក្នុងបន្ទប់ចំហេះឬក៏នៅក្នុងម៉ាស៊ីននេះវាស្រកចុះទៅក្រោមអស់អញ្ចឹងនៅពេលដែលយើងដកម៉ាកគេមកត្រួតពិនិត្យមើលអញ្ចឹងកម្រិតលំអៀងនៃការខ្វះឬក៏ការលើសគឺវាសុក្រិតជាងដែលយើងដកមើលភ្លាមបន្ទាប់ពីម៉ាស៊ីនយើងបញ្ឆេះរួចភ្លាមអញ្ចឹងនៅលើម៉ាកគេប្រេងម៉ាស៊ីនគឺវាមានកម្រិតប្រេងបែបនេះចឹងនៅលើកម្រិតប្រេងនេះហើយដែលសម្គាល់ថាប្រេងម៉ាស៊ីនយើងខ្វះឬក៏គ្រប់ចឹងនៅលើម៉ាកគេវាមាន4ចំណុចចឹងបើសិនបើប្រេងម៉ាស៊ីនរបស់យើងស្ថិតនៅក្នុងចន្លោះ4ចំណុចនេះមានន័យថាប្រេងម៉ាស៊ីនរបស់យើងវាស្ថិតនៅក្នុងកម្រិតមួយដែលអាចប្រើប្រាស់បានគឺគ្រប់គ្រាន់ចឹងយើងពុំចាំបាច់ថែមថយអីទេហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការ check ដូចគ្នាគឺប្រព័ន្ធទឹកបាញ់កញ្ចក់ប្រព័ន្ធទឹកបាញ់កញ្ចក់នេះគឺវាមានសារៈសំខាន់ដូចគ្នានៅពេលដែលយើងបើកបរផ្លូវឆ្ងាយឬក៏យើងបើកបរផ្លូវដែលមានដីហុយឬក៏បើកបរនៅពេលដែលមេឃស្អាប់ឬក៏បើកបរនៅពេលដែលស្ថានភាពផ្លូវមិនល្អហ្នឹងគឺយើងត្រូវការជួសកញ្ចក់ដូចគ្នាអញ្ចឹងកំប៉ុងបំរុងរបស់ខ្មែរនេះគឺជាកំប៉ុងទឹកបាញ់កញ្ចក់អញ្ចឹងឡើយហ្នឹងយើងអាចចាក់ទឹកធម្មតាបានហើយយើងអាចលាយជាមួយនឹងទឹកបាញ់កញ្ចក់ជាប្រភេទទឹកថ្នាំដើម្បីឲ្យវាមានជាតិសាប៊ូឬក៏ជាតិរំអិលខ្លះអញ្ចឹងនៅពេលដែលយើងបោះផ្លិតទឹកទៅវាធ្វើឲ្យផ្លិតទឹករបស់យើងជូតបានស្អាតល្អហើយចំណុចមួយទៀតគឺត្រួតពិនិត្យទៅលើកៅស៊ូផ្លិតទឹកការត្រួតពិនិត្យទៅលើកៅស៊ូផ្លិតទឹកនេះក៏សំខាន់ដូចគ្នាជាទូទៅបើសិនបើឡានបងប្អូនអាសាចតនៅតំបន់ក្តៅឬក៏ហាលថ្ងៃច្រើនយើងគួរតែអាសាត្រួតពិនិត្យមើលយើងត្រូវការស្ទាបមើលនៅលើកៅស៊ូហ្នឹងថាតើកៅស៊ូហ្នឹងវានៅមានជាតិទន់ហើយនឹងភាពជូតរបស់វាហ្នឹងវាបានស្អាតអត់យើងអាចពិនិត្យមើលបែបនេះហើយចំណុចសំខាន់មួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងការ check ទៅលើស្បែកហ្វ្រាំងជាទូទៅស្បែកហ្វ្រាំងគឺយើងអាចមើលក្នុងកម្រិតមួយនៃផ្នែកខាងមុខបានគឺយើងអាចសន្និដ្ឋានបានជាទូទៅស្បែកហ្វ្រាំងគឺវាមានកម្រាស់បែបនេះអញ្ចឹងបើសិនបើស្បែកហ្វ្រាំងរបស់យើងវាសឹកស្ដៅវាធ្វើឲ្យ
ប្រេងប្រាំងមកយើងខាងលើនោះក៏ស្រកដែរចឹងមុននឹងចេញដំណើរយើងអាចសង្កេតមើលថាស្បែកប្រាំងរបស់យើងនៅប្រហែលប្រមាណភាគរយបើដែលរូបខ្ញុំបានបង្ហាញចឹងយើងអាចធ្វើដំណើរប្រកបដោយផាសុកភាពហើយនិងសុវត្ថិភាពអញ្ចឹងចំណុចទាំងអស់ខាងលើដែលខ្ញុំបានចែករំលែកនេះគឺជាចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រថយន្តមិនថារថយន្ត model អ្វីទេគឺយើងអាចយកការចែករំលែកមួយនេះទៅអនុវត្តបានហើយបើសិនបងប្អូនមានអ្វីបន្ថែមពីលើអ្វីដែលខ្ញុំបាននិយាយខាងលើនេះបងប្អូនអាច comment បានព័ន្ធជាមួយនឹងចំណេះទាំងទូទៅនៃការត្រួតពិនិត្យរថយន្តមុនពេលចេញដំណើរផ្លូវឆ្ងាយឬក៏មុនពេលធ្វើដំណើរហើយពាក់ព័ន្ធជាមួយនឹងចំណុចសំខាន់មួយទៀតគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភ្លើងអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភ្លើងមុនពេលដែលយើងចេញដំណើរក៏យើងត្រូវការឆែកបើកភ្លើងទាំងអស់ហើយយើងអាចដើរជុំវិញរថយន្តមើលថាតើមានអំពូលណាមួយដែលដាច់ឬក៏អំពូលណាដែលមិនភ្លឺឬអត់ព្រោះអំពូលភ្លើងវាមិនមែនដើរតួតែសម្រាប់បំភ្លឺនោះទេវាដើរតួនាទីជាអ្នកផ្ដល់សញ្ញានៅពេលយប់ឧទាហរណ៍ថានៅពេលដែលបងប្អូនបើកឡើងវ៉ាជើងបងប្អូនត្រូវការប្រើសញ្ញាសម្រាប់ផ្ដល់សញ្ញាបើអ្នកបើកបោះខាងមុខឬក៏ខាងក្រោយបងប្អូនត្រូវការឡើងវ៉ាបងប្អូនត្រូវការញាក់ភ្លើងដើម្បីសុំផ្លូវដល់ពេលដែលបងប្អូនជន់ហ្វ្រាំងបងប្អូនមានន័យថាផ្ដល់សញ្ញាទៅឲ្យអ្នកក្រោយប្រាប់ថារថយន្តរបស់យើងមានឧបសគ្គត្រូវការជន់ហ្វ្រាំងអញ្ចឹងអំពូលភ្លើងវាដើរតួនាទីសំខាន់មែនទែនវាមិនមែនគ្រាន់តែបំភ្លឺតែផ្លូវនោះទេវាដើរតួនាទីជាសញ្ញាក្នុងការបើកបរផងដែរអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបើសិនបងប្អូនមានអ្វីបន្ថែមអាច comment នៅក្នុងវីដេអូនេះបានយើងនឹងធ្វើវីដេអូបន្ថែមទៀតអរគុណសម្រាប់ការតាមដាន